ជីវិតមិនមែនតាមតែចិត្តអ្នកចង់បានទេគឺតាមអ្វីដែលអល់ឡោះចង់បានថ្ងៃមួយសប្បាយថ្ងៃបន្ទាប់កើតទុក្ខព្រឹកឡើងរីករាយរសៀលឡើងកើតទុក្ខទៀតបើព្រឹកឡើងសប្បាយរសៀលមកដល់កើតទុក្ខជីវិតគឺអញ្ចឹងថ្ងៃនេះមានតែនឹងល្អថ្ងៃស្អែកតំណឹងមិនល្អមានដំណឹងល្អនិងមិនល្អអ៊ីនសាអល់ឡោះទាំងនេះគឺជាផែនការអល់ឡោះបើអ្នកមើលទៅថ្ងៃនិងយប់អ្នកនឹងឃើញវាវិលជុំមានថ្ងៃមានយប់មានថ្ងៃគឺវាវិលជុំអញ្ចឹងរហូតអត់មានទីបញ្ចប់ទេអត់អញ្ចឹងរហូតទេប៉ុន្តែពេលខ្លះពេលយប់ហ្នឹងវាយូរដោយសារតែអ្នកកើតទុករឿងអីមួយហើយខ្លះទៀតពេលយប់ហ្នឹងវាលឿនដោយសារតែអ្នករីករាយនឹងរឿងអ្វីមួយអញ្ចឹងពេលអ្នករីករាយនឹងរឿងអ្វីមួយពេលវេលាគឺដើរលឿនមែនតើតែមួយផ្លែទេ2ម៉ោងបាត់ជួបជុំគ្នាអង្គុយញ៉ាំកាហ្វេនិយាយពីនេះពីនោះតែមួយផ្លែ2ម៉ោងបាត់ម៉ាសាអល់ឡោះហើយបើពេលដែលអ្នកកើតទុកឈឺចាប់រឿងអីមួយ2ម៉ោងហ្នឹងដូច2ឆ្នាំអញ្ចឹងត្រូវអត់ពេលវេលាវាមិនទៅណាទេមើលនាឡិកាដូចទៅតែ5នាទីអញ្ចឹងវាជាការពិតនោះគឺអល់ឡោះចង់ឲ្យអ្នកអត់ធ្មត់